សម្ដេចនាយករដ្ឋមន្ត្រីនឹងកោះហៅរដ្ឋមន្ត្រីពីក្រសួងមកជជែកគ្នាកុំឲ្យធ្វើការជន់តួនាទីគ្នាថ្លែងនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈនៅថ្ងៃនេះថាសម្ដេចសម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់នឹងកោះហៅរដ្ឋមន្ត្រីចំនួន2ក្រសួងមកបែងចែកការងារកុំឲ្យធ្វើកិច្ចការងារជន់តួនាទីគ្នាសម្ដេចបានលើកឡើងជាឧទាហរណ៍ថាមានក្រសួងដែនដីនគររូបនីយកម្មនិងក្រសួងសាធារណការដឹកជញ្ជូនបានបង្កើតមន្ទីរពិសោធន៍ប្រហាក់ប្រហែលគ្នាអំពីគុណភាពសំណង់ដូច្នេះត្រូវពិនិត្យឡើងវិញលើបញ្ហានេះដើម្បីប្រគល់ការងារដែលធ្លាប់ជន់គ្នានេះទៅឲ្យក្រសួងណាមួយអនុវត្តការងារផ្ដាច់មុខសម្ដេចបានប្រកាសបែបនេះបន្ទាប់ពីមានការផ្ដល់យោបល់ស្នើឲ្យសម្ដេចបង្រួមក្រសួងចំនួន3មានដូចជាក្រសួងទុនធានទឹកក្រសួងអភិវឌ្ឍជនបទនិងក្រសួងកសិកម្មទៅជាក្រសួងតែមួយប៉ុន្តែសម្ដេចបដិសេធឲ្យរដ្ឋមន្ត្រីក្រសួងទាំងអស់ត្រូវពង្រឹងការងារឲ្យមានប្រសិទ្ធភាពសម្ដេចបញ្ជាក់ថាការងារកំណែទម្រង់រដ្ឋបាលសាធារណៈគឺជាបញ្ហារសើបតែរាជរដ្ឋាភិបាលត្រូវតែកែទម្រង់ក្រោមការបញ្ជានិងដឹកនាំផ្ទាល់ពីសម្ដេចធិបតីជាអ្នកវះកាត់កែទម្រង់រស់មិនកែទម្រង់ស្លាប់សេវារបស់រដ្ឋមានជាង 3000 សេវាបើសេវារដ្ឋបម្រើមិនបានល្អទេកុំថាឡើយតាក់ទាញសម្រាប់បម្រើដល់សេវាឯកជនឲ្យសោះ